រឿងឆ្នាំងវេទមន្តនៅក្នុងភូមិតូចមួយមានជីដូនវិចិត្ររស់នៅយ៉ាងសាមញ្ញស្រឡាញ់មនុស្សជិតខាងនិងចែករំលែកអ្វីៗដែលគាត់មានជានិច្ចវិចិត្រចៃចូលមកយូរយាយបន្តិចមួយថ្ងៃមានជីដូនវិចិត្របានរកឃើញថាឆ្នាំងវេទមន្តរបស់គាត់មានអ្វីមួយពិសេសយាយហេតុអីដាក់ភ្លឺក្នុងហ្នឹងពេលគាត់ដាក់អង្ករទឹកចូលឆ្នាំងវេទមន្តមិនត្រឹមតែពង្រីកទេតែអង្ករចេញជីយ៉ាងច្រើនវាអស្ចារ្យណាស់ដោយចិត្តល្អមានជីដូនវិចិត្រចែកអង្ករឲ្យគ្រួសារដែលកំពុងខ្វះខាតសុំយកទៅបរិភោគហើយចែកគ្នាទៅចៅអ្នកចិត្តខាងចន្ទធានិងកិរីចាប់ផ្ដើមសង្ស័យពីអ្វីដែលកំពុងកើតឡើងមើលទៅគាត់ដឹងថាមានអ្វីមួយដ៏អស្ចារ្យណាស់ពួកគេមកសុំអង្ករជាច្រើនដោយចិត្តលោភលន់យាយចែកអង្ករឲ្យយើងទៀតផងប៉ុន្តែឆ្នាំងវេទមន្តមិនធ្វើការដូចគ្នាទេព្រោះមន្តអាគមរបស់វាត្រឹមតែធ្វើឲ្យសម្រាប់អ្នកចិត្តល្អប៉ុណ្ណោះខ្ញុំមិនអាចជួយចិត្តលោកបានទេចន្ទធានិងកិរីខ្មាអៀនហើយសម្រេចចិត្តធ្វើខ្លួនคล้ายជាមនុស្សល្អយើងខុសហើយញាក់ភូមិត្រូវបានរស់នៅដោយសេចក្តីសុខពេលញាក់គ្រប់គ្នារួមចម្លែកគ្នាទៅវិញទៅមកចុងក្រោយឆ្នាំងវេទមន្តនោះបន្តផ្ដល់ពរដល់អ្នកដែលមានចិត្តល្អនិងសម្បុរសការចែករំលែកធ្វើឲ្យភូមិយើងរីករាយចិត្តល្អនឹងនាំមកនូវចម្រើន